ភោជនីយដ្ឋានហើយសម្រាប់ breakfast យើងបើកម៉ោង7រហូតដល់ម៉ោង10ព្រឹកហើយសម្រាប់ភោជនីយដ្ឋានក៏បើកម៉ោង7ដល់ម៉ោង10ឡើងស្រួលដល់ម៉ោង1ចឹងនៅចុងវិញនេះយើងស្គាល់រុក្ខជាតិច្រើនគេច្រើនជាងគេនឹងដើមដូងណាបងហើយមានដើមកោងកាងដើមកតែទឹកជាទឹកជាកោង7ដូចយើងបញ្ជាក់អញ្ចឹងអត់មានដើម7ទេគឺដើមដូងហើយសម្រាប់គ្រឿងសមុទ្រសម្រាប់ក្តាមសម្រាប់អីខ្យងអីបងចាប់តាមបាយតែលេងតែសម្បកខ្យងឬក៏ខ្យងណានេះយើងត្រូវអភិរក្សយើងយកចាច់អត់បានទេប៉ុន្តែបងក្តាមបងចាប់បានប៉ុណ្ណាយកប៉ុណ្ណឹងចោះឲ្យតែចាប់មិនបានសាក្តាមនេះចាក់សាំងសុពែទេយើងមិនได้លោកធម្មតាចាប់មិនបានទេក្តាមខាងនោះមកចឹងកន្លែងដែលបងអញ្ជើញមកដល់ដំបូងគឺអូនជាស្វែងសម្រាប់ពីហូតជាពីកោះស្ដាច់មកបងយើងរើសមួយថ្ងៃរើស2ដងធម្មតាតោះមានសម្រាប់អត់អត់ចឹងខាងមុខដែលបងអញ្ជើញផ្ទាល់នេះគឺជា beach bar យើងមាន surf cocktail មានអីចឹងទៅបងត្រូវការក៏បងអីយើងអាចទិញបានហើយសម្រាប់កន្លែងនេះកន្លែងឆ្នេរដែលបងលេងទឹកណាហើយយើងមានកាយ៉ាក់ display យើងមានកាយ៉ាក់នៅខាងមុខបន្តិចទៀតហើយ volleyball អីយើងអាចលេងបានក្មេងៗអាចលេងបានបាល់ទាត់បាល់អីណាបងអញ្ចឹងមានបកគោមួយ stand បងហូបបកគោនេះទឹកជ្រៅពីបកគោនឹងមកខាងនេះទឹករាក់ហើយសម្រាប់ឆ្នេរខ្សាច់របស់យើងក៏ winner contest ដែរឆ្នេរខ្សាច់ស្អាតដែរហើយសម្រាប់កន្លែងដែលមានពណ៌ខ្មៅនិងពណ៌សនេះបែងចែកពីមានមួយថ្មមានមួយអត់ថ្មអញ្ចឹងបើបងលេងកន្លែងអត់ថ្មទៅបើកន្លែងថ្មកុំជន់ខ្លាំងប្រយ័ត្នមុតជើងខ្លួនឯងណាភាសាថ្មវាអាចនឹងមុតបើសិនជាស្បែកយើងខ្ចីហើយសម្រាប់ដើមដូងយើងមានការ take care យើងឡើងមើលមកទេយើងតម្លាក់ដូងរហូតដែរតែតម្លាក់អស់ណាបងពីព្រោះតែយើងឃ្លាតែ2ថ្ងៃមិនឃើញទេយើងកាប់ហូបខ្លួនឯងអស់ហើយអូខេនេះផ្ទះបាត់គ្រួសារណាមាន3វិឡាធំនេះយើងមានកាយ៉ាក់នេះត្រង់ជួនខាងនោះកាយ៉ាក់យើងមានពីរប្រភេទមានប្រភេទថ្លាហ្នឹងវាលិចទឹកអូណត់ដល់នេះកុំចុះវាលិចទឹកប៉ុន្តែតោះតែយើងកាប់នេះវាលិចប៉ុន្តែបើសិនតែកាយ៉ាក់ពណ៌រៀងមានចំពណ៌ច្រើនហ្នឹងបងអាចជិះបានអត់មានលិចទេឲ្យក្មេងៗជិះមួយហ្នឹងសុវត្ថិភាពណាថាហ្នឹងលិចតែប៉ុណ្ណេះជិះបានអត់ទេចង់និយាយថាវាកាប់មិនក៏អត់លិចដែរពណ៌មួយទៀតបងពណ៌ថ្លាបើកាប់គឺលិចកាប់លិចអូខេបងហើយកន្លែងនេះបន្ទប់ទឹកសាធារណៈបងអាចប្រើប្រាស់បានតែឥឡូវមិនសាធារណៈអ្វីក៏ជារបស់បងដែរសារភ្ញៀវថ្ងៃហ្នឹងយើងអត់មាន reservation code ទេហើយខាងមុខនោះកន្លែងសម្អាតខ្លួនទឹកប្រៃណានេះបងកន្លែង front office ដែលបងអាច borrow បានជាមួយនឹងវេតាមើលផ្កាថ្មក៏ដូចជាអាវពងសម្រាប់មនុស្សធំនិងកូនក្មេងដែរហើយនេះជាចំណុចកណ្ដាលនៃ resort បងនឹងជូនបងមកជុំដើម្បីប្រាប់ថាទីតាំងនេះអីបន្តទៅបងនឹងជុំហ្នឹងណាបងណាបានអូម៉ៅមកកោះតែហ្នឹងយ៉ាបងម៉ៅស្អែកក៏មានភ្ញៀវម៉ៅមកកោះតែស្អែកខ្ញុំជិតគេក៏ម៉ៅកោះម៉ៅមកកោះយ៉ាពេល6យប់កន្លែងនេះ6យប់អូនេះ meeting room សម្រាប់ប្រជុំរឿង briefing មុននឹងធ្វើការស្ដាប់ពូណាសម្រាប់ខាងនេះគឺបែបគ្រួសារដែលមាន3ផ្ទះដូចគ្នាហើយនេះជាប្រភេទផ្ទះតូចៗដែលយើងរៀបចំសម្រាប់អ្នកដែលគាត់មានអ្នកមើលថែកូនក៏ដូចជាអង្គរៈអញ្ចឹងយើងនឹងមានបន្ទប់សម្រាប់ offer តម្លៃពិសេសជូនកូនឲ្យគាត់ទៅក្រៅទីក៏មកដែរហើយសងខាងនេះគឺជា Star Village នេះ Villa King ផ្សាយទៅភ្ញៀវម៉ៅនឹងយក Villa នេះហើយVilla នេះមួយបាទបង Villa មួយហ្នឹងមានពីរបន្ទប់គាត់មានដូចយើងដូចបងអញ្ចឹងមាន direction សម្រាប់ស្ទូចត្រីគាត់មានមនុស្សធំពីរនិងក្មេងតូចពីរតែគាត់ចិញ្ចឹមគេអូខេយ៉ាចឹងគាត់ចិញ្ចឹមស្ងប់ស្ងាត់តាមផ្ដាច់សម្រាប់ខាងនេះ Sunset Villa តែបន្ទប់ដែលបងគាត់គឺប្រភេទ Sunset Studio ខុសគ្នាណាខុសគ្នាថងថា Sunset Villa វារៀងធំជាងបន្តិចបងតែវាអត់ប្លង់ស្អាតដូច Sunset Studio Sunset Studio អាចមើលថ្ងៃលិចបានបងបាទថ្ងៃលិចចំពេញស្អាតតែបងមានប្រូក្មេង direction សម្រាប់បងហាត់ប្រាណអាហារទឹកមានតែនៅនេះមួយបាទអាហារទឹកមានមួយនឹងឯងហើយកន្លែងនោះអាហារទឹកសម្រាប់ពិភពលោកទាំងមូលបងចង់លេងបាទតែនេះសម្រាប់ទឹកកកវិញទេអេខាងនោះហែអត់កើតទេអាចការហៅការថាក្នុងលោកខំមកថៃណាចឹងសម្រាប់អូអានេះមកពីថៃយើងកុំបែរបស់ថៃសម្រាប់កសែហៅទឹកបើសិនបងធ្វើការបងអាចយកពីបន្ទប់ក៏បានឬក៏បងតាក់ទងពួកខ្ញុំពេលដែលបងមកហៅទឹកណាហើយឥឡូវយើងមកដល់បន្ទប់របស់បងហើយគឺប្រភេទ Sunset Studio Moon ហើយបងទៅត្រង់បងទៅដល់ស្ពានពណ៌សមួយទៀតឲ្យឆ្លងកាត់ពីកោះនេះទៅកោះមួយទៀតណាបងណាហើយនេះ Spa Center available for body massage Spa Center នៅតែនេះមក
sao giờ cua mấy dâm rồi sao giờ cua lên tộc mấy dâm អត់ឡាប់ដល់អីទេបង à đấy này ញ៉ាបងខ្ញុំរៀបចំខាងក្នុងផងដោយសារខាងក្រៅវាក្តៅចេះនិយាយបាត់ទៅនោះដោយសារយើងត្រូវការបោកសិនចាស់វាជាបងត្រូវការបោកវិញនោះក៏បានដែរវាយើងបើកបានទាំងអស់គ្រប់ជ្រុងតែគាត់ថាកន្លែងវាខ្ចប់ខ្លាំង ba បងគិតថាអីបើកជូនណា anh đi ngay lách qua một cái